សួស្តីបងប្អូនទាំងគ្នាជិតដល់ថ្ងៃហើយបងប្អូនទាំងគ្នានៅចុងខែ11នេះដែរកាយកូរ៉េនឹងជ្រើសរើសពលករ E9 មកធ្វើការបំពេញការងារនៅក្នុងប្រទេសកូរ៉េខ្ញុំឃើញបងប្អូនផ្សេងទីដែលគាត់ចែករំលែកច្រើនហើយថ្ងៃនេះខ្ញុំមានចំណុចតិចតួចចង់បន្ថែមទៅកាន់បងប្អូនទាំងគ្នាដែលកំពុងតែត្រៀមធ្លាក់ឈ្មោះដែលតកែកូរ៉េគាត់ជ្រើសណាចំណុចទី1ដែលខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាត្រៀមឥឡូវនេះខែត្រជាក់អ្នកនរគ្នាដឹងហើយខែត្រជាក់នៅកូរ៉េត្រជាក់ខ្លាំងណាស់ចំណុចទី1អ្នកទាំងអស់គ្នាត្រៀមនៅសុខភាពឲ្យបានល្អនៅពេលដែលយើងត្រូវតកែរើសពិតណាស់យើងនឹងធ្វើការតេស្តសុខភាពនៅប្រទេសកម្ពុជាយើងអញ្ចឹងបងប្អូនគួរតែកាត់បន្ថយក្នុងការដើរលេងក្នុងការញ៉ាំស្រាឬក៏ញ៉ាំអីប្រេបដាស់ដែលมันមានអីជាជំនួយដល់សុខភាពយើងណានៅពេលដែលយើងមានសុខភាពល្អហើយនោះយើងធ្វើការតេស្តសុខភាពនៅប្រទេសកម្ពុជាហើយយើងមកតេស្តសុខភាពនៅប្រទេសកូរ៉េមួយជាន់ទៀតអញ្ចឹងហើយខ្ញុំចង់ឲ្យបងប្អូនអរគ្នាត្រៀមនៅសុខភាពឲ្យបានល្អនេះជាជំហានដំបូងដែលខ្ញុំចង់ចែករំលែកទៅកាន់បងប្អូនទាំងអស់គ្នាដែលជាពលករថ្មីអូខេចំណុចបន្ទាប់ទៀតនៅពេលដែលបងប្អូនជ្រើសរើសហើយពេលខ្លះយើងត្រៀមខ្លួនមិនបានល្អដោយសារតែតកែទៅហើយយើងគិតថាអាចនឹងយូរ3ខែទៅកន្លះឆ្នាំអីតម្រុំតែបានមកអញ្ចឹងណាអត់ទេបងប្អូនអ្នកខ្លះទៀតគ្រាន់តែធ្លាក់ឈ្មោះភ្លាមអត់ដល់1អាទិត្យឬក៏អត់ដល់កន្លះខែទេតកែបញ្ញាប់ត្រូវបញ្ជូនមកភ្លាមអញ្ចឹងហើយអ្វីដែលយើងត្រូវត្រៀមគឺការតាំងចិត្តដែលយើងត្រៀមខ្លួនក្នុងការមកបម្រើការនៅក្នុងប្រទេសកូរ៉េនេះឯងនៅពេលដែលយើងទទួលនៅការជ្រើសរើសពីតកែកូរ៉េហើយយើងពិតជាត្រៀមខ្លួនមកធ្វើការនៅប្រទេសកូរ៉េនេះអញ្ចឹងហើយបងប្អូនទាំងគ្នាមកដល់ប្រទេសកូរ៉េនឹងជួបក្នុងការប្រស័យតាក់ទងជាមួយតកែកូរ៉េតិចតួចគាត់មិនសួរច្រើនទេដំបូងឡើយគាត់សួរអំពីយើងអាយុប្រហែលបងប្អូនប្រហែលអ្នកហើយនៅខ្មែរធ្លាប់ធ្វើអីអាហ្នឹងតិចតួចទេក៏ប៉ុន្តែខ្ញុំចង់ឲ្យបងប្អូនទាំងអស់គ្នារៀននៅភាសាកូរ៉េក្នុងការប្រស័យតាក់ទងជំហានដំបូងហ្នឹងអាញ៉ុងអាសេយោអញ្ចឹងជាដើមណាគួរតែរៀនពីអាហ្នឹងឲ្យខ្លះទៅបើសិនជាយើងអត់នៅភាសាកូរ៉េសោះតកែកូរ៉េគាត់អត់សូវចូលចិត្តទេឥឡូវនេះកូរ៉េគាត់ចូលចិត្តអ្នកដែលចេះមានន័យថាគាត់អាចសួរនាំបានហើយនៅពេលដែលយើងមកធ្វើការក្នុងថ្ងៃដំបូងចង់ឲ្យបងប្អូនទាំងគ្នាហ៊ានសួរកុំខ្លាចអីនេះជាចំណុចដែលបងប្អូនមួយចំនួនគាត់តែងតែជួបណាតកែគាត់អត់សូវពេញចិត្តដោយសារតែនៅពេលដែលគាត់មកធ្វើការនៅប្រទេសកូរ៉េហើយគាត់អត់ចេះហើយគាត់អត់ហ៊ានសួរទៀតគាត់ចេះតែណែអញ្ចឹងទៅត្រូវមាត់អ្នកខ្លះទៅតកែគាត់ចង់បណ្ដេញចេញឲ្យត្រឡប់ទៅកម្ពុជាវិញអញ្ចឹងដែរហើយមានការផ្ដល់អីខ្លះទៀតអូខេនេះជាចំណុចដែលខ្លះទេដែលចង់ឲ្យបងប្អូនត្រៀមវាមិនច្រើនខ្ញុំគាត់ថាវាអត់ច្រើនទេអញ្ចឹងគួរតែពិចារណាក្នុងការត្រៀមខ្លួនមកធ្វើការក្នុងប្រទេសកូរ៉េនេះហើយនៅចុងខែ11នេះមានការជ្រើសរើសហើយក្នុងខែ12មានការចេញជូនបងប្អូនត្រៀមទាំងអស់គ្នាណាបាយបាយវីដេអូនេះសូមតែប៉ុណ្ណេះទេបាយបាយ